ជំរាបសួរអ្នកទាំងអស់គ្នានៅក្នុងបណ្ដាញ YouTube ទាំងអស់គ្នាហ្នឹងហើយអ្នកទាំងអស់គ្នាឃើញថាខែនេះជាខែស្ទូងដកអញ្ចឹងណាខាងស្រុកខ្ញុំឥឡូវអូគេនៅតែស្ទូងអីយ៉ាងទៀតដែរហើយឥឡូវខ្ញុំមកស្ទូងស្រែខ្ញុំអញ្ចឹងណាមានមីងបងអីគាត់មកជួយស្ទូងដែរជួយស្ទូងហ្នឹងមានន័យថាយើងយកដៃគ្នាមេសម័យនេះអត់សូវយល់ពាក្យយកដៃគ្នាមានន័យថាយើងស្ទូងហើយពេលយើងស្ទូងរួចយើងទៅស្ទូងឲ្យគេវិញអញ្ចឹងយកដៃគ្នាទៅវិញទៅមកព្រោះនៅនេះពិបាកព្រោះតាមថាវាទឹកច្រើនទៅវាបាក់ព្រោះតែយើងសម្រាប់ចិត្តស្ទូងទៅបើណាស្រែខ្លះមានវាព្រោះដែរតាដូចស្រែវាអត់សូវមានទឹកច្រើននេះគឺព្រោះអញ្ចឹងព្រោះទៅហើយព្រោះអត់សូវបានផលទេអ្នកនរគ្នាព្រោះវាមិនសូវជាបានផលប្រហែលប៉ុន្តែពួកគាត់នៅតែចង់តែព្រោះព្រោះវាស្រួលជាងស្ទូងអញ្ចឹងស្ទូងរំហើយរំអីចឹងវាចំណាយពេល2ថ្ងៃវាស្រែខ្ញុំជាងហិកតា30ស្រែបឹងមួយហ្នឹងហិកតា30ហើយយើងនេះទៅណាហិកតា30ហ្នឹងគឺច្រើនបានផលគ្រាន់បើដែរអញ្ចឹងបានផលគ្រាន់បើនេះតាមពូផ្លែច្រើនដែរប៉ុន្តែបើសិនយើងជិះជងដៃបានផលច្រើនជងដៃជ្រូនដៃអញ្ចឹងណាហើយបើប្រើម៉ាស៊ីនជន់ពីវាល្អទេអ្នកនរគ្នាអរគុណច្រើនដែលបានមើលវីដេអូ